ចំប្រូហើយហាត់ប្រានមកអីហ្នឹងអាហ្នឹងអាណាគេហាត់ទៅក្រោយអញ្ចឹងអាហ្នឹងគេហាត់មកមុខតើចប់បដ ாய் ប្រូឲ្យធ្វើអញ្ចឹងថ្ងៃនេះមកហាត់ប្រាណទៀតហើយបងប្អូនអើយវីដេអូខ្ញុំនិយាយរួមទៅណាមិនឆ្ងាយពីកន្លែងហាត់ប្រាណហើយនឹងកន្លែងការងារហ្នឹងហើយចុះទៅណាឆ្ងាយបងប្អូនបើរងថ្ងៃហ្នឹងធ្វើការនៅតែកវ៉ែហ្នឹងអូយឥឡូវតែរវល់ធ្វើការបងប្អូនអើយមានពេលណាបានទៅថតអញ្ចឹងឲ្យឈៀតពេលហាត់ប្រាណហាត់អីតិចតួចអញ្ចឹងទៅក៏ថតធ្វើវីដេអូចែកជូនបងប្អូនទស្សនាទុកជាការហាត់ប្រាណចែកជូនកំសាន្តដូចតទៅនិយាយរួមទៅបងប្អូនឧបករណ៍ហាត់ប្រាណនៅកូរ៉េនេះខ្ញុំឃើញថាវាប្លែកច្រើនដោយសារតែយើងអត់ធ្លាប់ហាត់អញ្ចឹងណាដោយសារតែនៅស្រុកខ្មែរយើងខ្ញុំអត់ដែលឃើញឧបករណ៍អញ្ចឹងបងប្អូនដល់ពេលអញ្ចឹងទៅយើងក៏ចេះតែរៀនហាត់ទៅអានេះតាមមើលទៅប្រហែលជាហាត់យកសាច់ដុំដៃឯហ្នឹងបងប្អូនបាទសាច់ដុំដៃសាច់ដុំធូងឯហ្នឹងចំណែកខ្ញុំចង់បានសាច់ដុំធូងរៀងកមុបឡើយកភើអីចឹងណាអញថាមែនតើអញ្ចឹងបន្ទាប់ពីយើងហាត់យកសាច់ដុំឲ្យសាច់ដុំធុងកភើមកឥឡូវយើងមកសាកអវងមើលគីឡូបាន10 20 1 2 3 4សាកមើលមុខប្រូហ្នឹងណាអវងបាននេះមើលទៅដូចរៀងថងភ័យមិនទេមើលបានហើយរាប់មើល5 6ប្រហែលជាមិនបាន10ទេមើលទៅបងប្អូនអើយមើលមុខដូចរៀងមហេតុអញ្ចឹងដឹងបានប្រមាណទេមើលទៅបងប្អូននេះតែគេថាកុំឲ្យមើលងាយតែសពកក្រៅបងប្អូនចាំដោះក្អាវអស់ចាំយើងមើលនិយាយលេងទេបងប្អូនតិចបាក់លើពាក្យថាចាំដោះក្អាវអស់ចាំមើលក្នុងប្រយ័ត្នគិតដល់ណាដល់ណីបងប្អូនខ្ញុំនិយាយពាក្យស្លោកគេណាហើយនិយាយមែនតើមើលទៅដល់បងបានទេបងប្អូនអើយមើលមុខដូចរឿងធុងយ៉ាតែមើលទៅដូចគូសមរបស់គេដែរតែបងប្អូនយ៉ាបានប្រមាណនេះខ្ទង់បាន10ជាងរបស់គេដែរតើនេះសូមអាចបានដល់20ដែរមើលទៅអូទៅនិយាយតាមផុតមាត់ផងឈប់បាត់យ៉ាមើលសាច់ដុំដូចរៀងអត់មានសោះនេះតើអញ្ចឹងយើងបន្ទាប់ពីយើងអវងហើយយើងសាក់តរត់ម្ដងមើលបាទរាល់ដងធ្លាប់តរត់នៅលើដីដល់ពេលឥឡូវតរត់លើអាកាសរត់លើដែកម្ដងដឹងរត់បានប្រមាណទេតោះស៊ូដើម្បីអនាគតកូនកំមុំគេត្រូវខំប្រឹងឡើងប្រូសម័យឥឡូវបើយើងមិនខំប្រឹងហាត់ប្រាណយើងគ្មានសាច់ដុំគ្មានណាស្រឡាញ់ជើងទេឥឡូវហ្នឹងគេរកសាច់ផេកទេអញ្ចឹងបើយើងអ្នកអត់មានសាច់ផេកប្រកាសជានៅទនេហើយអញ្ចឹងយើងត្រូវតែខំតស៊ូយកជ័យជំនះឲ្យបាននិយាយពីថាដើម្បីនារីអញ្ចឹងខំប្រឹងមកបើដើម្បីការងារដើម្បីវិញដូចមិនសូវឃើញប្រមាណទេថាអញ្ចឹងនិយាយរួមទៅនិយាយអញ្ចឹងចេះថាបានដល់បងប្អូនតែពេលខ្លះទៅវាអញ្ចឹងមែនហ្នឹងហើយឥឡូវនារីឥឡូវគាត់អត់ទៅបរោះណាមានសាច់ផេកទេតែអត់មានសាច់ផេកអត់មានសាច់ដុំអីមុំគាត់មិនខ្ចីមើលទេបើយើងមានសាច់ផេកទៅពេលខ្លះយើងអត់មានលុយកមុំមួយចំនួនគាត់ក៏អាចស្រឡឹងឃើញយើងដែរពេលខ្លះគេនិយាយថាបានសាច់ផេកយោងអីចឹងណាបើយើងអត់លុយហើយអត់មានសាច់ផេកទៀតប្រកាសទៀតស្ពៃហើយសៀងហើយអញ្ចឹងខំតិចទៅប្រូដល់ឥឡូវហ្នឹងគេនិយាយថាម៉េចគេថាឲ្យតែមានសាច់ផេកឲ្យតែសង្ហាសុកចិត្តឲ្យបោកសិនចោះកុំឲ្យតែប្រោះអាក្រក់ហើយអត់សង្ហាហើយអត់មានសាច់ផេកបោកទៀត